សាលាមានច្រើនបងតែខ្ញុំចាប់អារម្មណ៍នៅអតែតែប្រហែលបានអត្តចរិតពីមុនខ្ជិលចេះកាសក់បានច្រើនគួរសមនៅបងខ្ញុំឈ្មោះរាជមកពីខេត្តតាកែវមករៀនកាសក់ដោយសារតែខ្ញុំស្រឡាញ់ព្រោះអីមកវិជាកាសក់យើងអាចរកលុយបាននៅក្នុងម៉ាស៊ីនត្រជាក់វាងាយស្រួលហើយវាស្រាលសាលាមានច្រើនបងតែខ្ញុំចាប់អារម្មណ៍នៅអតែទីមួយអតែគាត់ល្អគាត់មានវិន័យអនាម័យណែនាំយើងក្នុងការអភិវឌ្ឍជីវិតក្នុងរយៈពេលខ្ញុំរៀនបាន5ខែនេះខ្ញុំចេះកាសក់បានច្រើនគួរសមដែរបងទី1 taper mid fat low fat high fat full block mullet អីជាដើមបងអត់បានច្រើននោះអត់ស្រោមទឹកថ្នាំត្រង់អត់រមូលអត់មិនអត់អីបានច្រើនក្នុងរយៈពេលខ្ញុំមករៀននៅអត់អេបាន5ខែហ្នឹងទី1ខ្ញុំកែប្រែបានអត្តចរិតពីមុនខ្ជិលដេកម៉ោង11វិញបានភ្ញាក់តែឥឡូវម៉ោង6កន្លះម៉ោង7អីមកហាងជួយរៀបចំហាងរៀបអីដូចហាងផ្ទាល់ខ្លួនរបស់យើងទីឲ្យមានភាពក្លាហានហ៊ាននិយាយតែមុនអៀនអត់ហ៊ានធ្វើអីទាំងអស់ពីមុនខ្លាចអ្នកដតីដល់ពេលតាំងពីចូលរៀននៅ RTS មកកាត់សក់ក៏យើងចេះហើយក៏ណែនាំឲ្យយើងភាពក្លាហានឲ្យយើងជឿជាក់លើខ្លួនឯងគ្រូគាត់បញ្យល់បានល្អទិសដៅមួយតែច្បាស់យើងទិសដៅ 20% ចាក់ស្ដែងយើងអនុវត្ត 80%